នៅក្នុងនីតិបទយកានៅថ្ងៃនេះសុនមេសានឹងលើកឡើងអំពីយុវនារីធីសវណ្ណថាកញ្ញាធីសវណ្ណថាដែលត្រូវបានគេស្គាល់តាមបណ្ដាញសង្គម Facebook ថាជាអ្នកចែកចាយព័ត៌មានគ្រប់ទីកន្លែងរបស់គណៈបកសង្គ្រោះជាតិនិងជាអ្នកហ៊ានរិះគន់រដ្ឋាភិបាលមិនបង្អង់មកឡើយកញ្ញាធីសវណ្ណថាបានអះអាងថាខ្លួនមិនមានជាប់ខ្សែស្រឡាយជាមួយនឹងមន្ត្រីគណៈបកសង្គ្រោះជាតិនោះទេប៉ុន្តែរាល់សកម្មភាពជាមួយគណៈបកសង្គ្រោះជាតិគឺជាការចង់បង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងនាមជាពលរដ្ឋម្នាក់តែប៉ុណ្ណោះក្នុងវ័យ18ឆ្នាំសវណ្ណថាដែលមិនទាន់បញ្ចប់ថ្នាក់វិទ្យាល័យផងនោះមានឆន្ទៈចង់ក្លាយជាអ្នកនយោបាយនិងជាអ្នកតំណាងរាស្ត្ររបស់គណៈបកសង្គ្រោះជាតិទៅថ្ងៃអនាគតសូមអញ្ជើញលោកអ្នកនាងស្ដាប់បទយការបស់សុនមេសាសូមជម្រាបសួរបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកនិងក្រៅស្រុកហើយអរគុណដល់បងប្អូនដែលផ្ដល់មូលនិធិតាមរយៈនាងខ្ញុំធីសវណ្ណថាហើយនាងខ្ញុំយកមូលនិធិមួយចំណែកនេះចំនួន$500សម្រាប់ឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមលោកគ្រូពេទ្យនៅឯមន្ទីរពេទ្យរុស្ស៊ីដែលពួកគាត់បានមើលថែដល់អ្នកជំងឺបងប្អូនកម្មការនីដែលត្រូវរបួសវាយដំបាញ់ប្រហារដល់ពួកគាត់ហើយពួកគាត់ធ្វើការសម្រាប់នៅមន្ទីរពេទ្យរុស្ស៊ីនេះឯងសូមជម្រាបសួរបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកនិងក្រៅស្រុកនៅក្នុងកម្មវិធីបរិបទពិធីបុណ្យដើម្បីឧទ្ទិសកុសលដែរចូលបច្ច័យពីលោកតាលោកយាយអាជីវករនិងបងប្អូនខ្មែររបស់ខ្មែរចូលបុណ្យដើម្បីយករួមជួយដល់ក្រុមគ្រួសារសពតាមគាត់មានជីវភាពលំបាកនៅក្នុងកម្មវិធីបុណ្យទស្សនាលោកតាជានិយាយបុណ្យពេលខ្លះដើរតួនាទីហាក់ដូចជាអ្នកសារព័ត៌មានដែលរាយការណ៍គ្រប់ទិដ្ឋភាពនៃសកម្មភាពរបស់គណៈបកសង្គ្រោះជាតិនិងពេលខ្លះទៀតដើរតួជាអ្នកឃោសនាឲ្យគណៈបកសង្គ្រោះជាតិនិងពេលខ្លះទៀតដើរតួជាអ្នកសប្បុរសជនប៉ុន្តែជាក្របខ័ណ្ឌគ្រប់គ្រងគណៈបកសង្គ្រោះជាតិទាំងស្រុងនោះគឺកញ្ញាធីសវណ្ណថាដែលគេស្គាល់ថាជាអ្នកចែកចាយព័ត៌មានទាន់ហេតុការណ៍តាមបណ្ដាញសង្គម Facebook ជាស្ត្រីវ័យក្មេងដែលមានអាយុទើបតែ18ឆ្នាំមែនប៉ុន្តែសវណ្ណថាដែលមានភូមិកំណើតនៅក្នុងខេត្តកំពង់ចាមបានប្រឡូកក្នុងសកម្មភាពនយោបាយជាច្រើនខ្ញុំចូលតាំងពីមុនយុទ្ធនាការឃោសនាបោះឆ្នោតប្រហែលជា2-3 ខែប៉ុន្តែការយកចិត្តទុកដាក់តាមដាននឹងវាយូរដែរហើយអត់មានផងហើយក្រុមគ្រួសារខ្ញុំបងប្អូនទាំងអស់ហ្នឹងគាត់គឺជាអ្នកជំនួញធម្មតាទេប៉ុន្តែនេះគឺជាទឹកចិត្តរបស់ខ្ញុំដែលចង់ចូលរួមហើយក៏មានការជំរុញលើកទឹកចិត្តពីពួកគាត់ដែរតែគាត់បានជំរុញលើកទឹកចិត្តនៅពេលដែលនាងខ្ញុំឃើញចូលរួមសកម្មភាពបែបនេះគាត់ក៏ជំរុញលើកទឹកចិត្តប៉ុន្តែគាត់មានការផ្ដល់ជាយោបល់ដើម្បីមានការប្រុងប្រយ័ត្នផ្សេងនេះគឺជាការផ្ដល់កម្លាំងចិត្តអំពីក្រុមគ្រួសារឪពុកម្ដាយរបស់នាងខ្ញុំជាអ្នកមានជីវភាពធូរធារកើតនៅក្នុងត្រកូលគ្រួសារអ្នកជំនួញកញ្ញាធីសវណ្ណថាគួរដំណើរដោយរថយន្តស៊េរីទំនើបនិងរៀននៅក្នុងសាលាឯកជនថ្លៃជាសិស្សថ្នាក់ទី11នៃសាលាអន្តរជាតិ Adventist និងមានមិត្តភ័ក្តិជាកូនរបស់មន្ត្រីមានអំណាចនៅក្នុងរដ្ឋាភិបាលផងដែរខ្ញុំមិនដែលបានប្រើពាក្យអសុរោះទេតែចំពោះមិត្តភ័ក្តិគឺពួកគាត់សម្បូរទៅដោយកូនអ្នកធំមែនប៉ុន្តែគាត់ friend លក្ខណៈ friendly ជាមួយខ្ញុំហ្នឹងគឺក្នុងមួយថ្នាក់នេះគ្នា28នាក់ហ្នឹងគឺមិត្តភ័ក្តិទាំងអស់ចិត្តស្និទ្ធទាំងអស់ទៀតអត់មានអ្នកណាមួយអត់ត្រូវគ្នាអីទេព្រោះថាខ្ញុំបានចែកដាក់ឲ្យខ្ញុំក៏បាននិយាយថាអ្វីដែលខ្ញុំចូលចិត្តគាំទ្រចំពោះគណៈបកសង្គ្រោះជាតិគឺជាអ្វីដែលខ្ញុំពេញចិត្តចំពោះគោលនយោបាយទោះបីនេះឯងនៅក្នុងគោលអ្នកធំក្នុងបកណាបកណីប៉ុន្តែសូមឲ្យយើងទាំងអស់គ្នាយើងជាមិត្តភ័ក្តិនឹងគ្នាយើងកូនខ្មែរដូចគ្នាអ្វីដែលសំខាន់យើងត្រូវបែងចែកជាកូនទី1នៅក្នុងក្រុមគ្រួសារដែលមានបងប្អូន4នាក់សវណ្ណថាមានរាងខ្ពស់ស្ដើងខ្មៅស្រអែមពេលខ្លះអង្គុយលើដំបូលរមាក់ផ្ដិតសកម្មភាពនានារបស់គណៈបកសង្គ្រោះជាតិដោយប្រើប្រាស់ទូរស័ព្ទដៃទំនើបរបស់ខ្លួននិងពេលខ្លះអង្គុយកាន់ក្បាលមីក្រូស្រែកលើដំបូលឡានប្រឆាំងនឹងរដ្ឋាភិបាលក៏មានដែរតាមនឹងគឺនឹងលោកអនុប្រធានសុំថាយ៉ាងច្រើនក៏ហើយនេះខ្ញុំក៏សូម5ផ្ញើហើយនៅការដែលខ្ញុំចូលចិត្តគណៈបកសង្គ្រោះជាតិមិនមែនចូលចិត្តគណៈបកតែចូលចិត្តគោលនយោបាយហើយទៅព្រោះថាគោលមិនថាប្រកម្មបកពួកគណៈបកណាទេប៉ុន្តែខ្ញុំពេញចិត្តចំពោះគោលនយោបាយទាំង7ហ្នឹងគឺជាគោលនយោបាយសម្រាប់ប្រជាពលរដ្ឋខ្មែរជាទូទៅនៅពេលនេះដែលពួកគាត់ត្រូវការដូចជាកសិករសិស្សសាលាមន្ត្រីរាជការពួកគាត់សុទ្ធតែត្រូវការចាំបាច់ហើយចំពោះគណៈបកប្រជាជនវិញគាត់កាន់អំណាចយូរហើយតែអញ្ចឹងទៅខ្ញុំអត់ពេញចិត្តហើយខ្ញុំក៏មិនគាំទ្រដែរខ្ញុំក៏ថាខ្ញុំមិនខ្វះធនធានអ្វីដែលខ្ញុំត្រូវការនាងខ្ញុំមិនត្រូវការការមានសេចក្តីសុខបែបคล้ายៗនោះទេពួកគាត់មើលតែសម្បកក្រៅមានជីវភាពទូទាមានបានទំនើបជីប៉ុន្តែអ្វីដែលពួកគាត់ព្រួយបារម្ភគឺមានការជេរពីជាប្រវត្តិរាល់ថ្ងៃនាងខ្ញុំចំណាយថវិកាចំណាយទឹកចិត្តចូលរួមជាមួយគណៈបកសង្គ្រោះជាតិនាងខ្ញុំទោះបីជាមានការចូលរួមបានប៉ុន្តែមានការផ្ដល់កម្លាំងចិត្តពីយុវជនខ្មែរដូចនៅក្នុង Facebook ពួកគាត់សប្បាយរីករាយនៅពេលដែលឃើញយើងចូលរួមជាមួយពួកគាត់បង្ហាញឆន្ទៈរបស់ខ្លួនពិតប្រាកដសម្រាប់ថាចុះបើសិនបើថ្ងៃណាមួយគណៈបកសង្គ្រោះជាតិផ្ដល់តំណែងមួយឲ្យសម្រាប់ថាយកទេសម្រាប់បងនៅពេលនេះគឺអត់ទាន់មានសមត្ថភាពសម្រាប់ទទួលយកបងនឹងបន្តការសិក្សាឲ្យមានចំណេះដឹងខ្ពង់ខ្ពស់បើសិនជាបងទទួលយកទាំងដែលបងគ្មានសមត្ថភាពដូច្នេះបងនឹង
ទៅសិក្សាបន្តដើម្បីឲ្យខ្លួនឯងមានចំណេះដឹងនិងការចែករំលែកបទពិសោធន៍ផ្សេងៗថ្ងៃនោះបើសិនជាបងមានសមត្ថភាពនឹងអាចទទួលយកបានបងនឹងទទួលយកសូមជម្រាបសួរបងប្អូនជាប្រដ្ឋខ្មែរនៅក្នុងស្រុកនិងក្រៅស្រុកជាពិសេសយុវជនខ្មែរស្នេហាជាតិទាំងឡាយទៅពេលនេះពិធីបុណ្យដែលយើងធ្វើបុណ្យឧទ្ទិសកុសលដល់បងប្អូនកម្មការនេះដែលត្រូវបានគេបាញ់សម្លាប់គឺយើងបានធ្វើនៅសហគមន៍បឹងកក់ដែលមានទីតាំងនៅក្បែរមន្ទីរពេទ្យកាឡាម៉ែដូច្នេះសូមចូលរួមឧទ្ទិសកុសលដល់បងប្អូនសហគមន៍បឹងកក់ទាំងអស់គ្នាសូមអរគុណសូមចូលរួមឧទ្ទិសកុសលដល់បងប្អូនខ្មែរស្នេហាជាតិទាំងអស់រូបភាពដែលសកម្មជនគណបក្សសង្គ្រោះជាតិគ្រប់នេះបានចែកចាយទៅក្នុងបណ្ដាញសង្គម Facebook តាមរយៈទំព័ររបស់ខ្លួនមានការអបអរសាទរពីអ្នកដែលមានសមានចិត្តគាំទ្រគណបក្សប្រឆាំងប៉ុន្តែអ្នកដែលមាននិន្នាការគាំទ្រគណបក្សកាន់អំណាចវិញមិនសប្បាយចិត្តនោះឡើយពេលខ្លះគេឃើញមានពាក្យក្រោតគ្រាតនិងពាក្យតេះដៀលបកកាន់អំណាចថាជាអាយ៉ងយួនជាដើមពេលសួរថាតើសង្គមកម្ពុជាអាចបែកបាក់ជាពីរដែរឬទេដោយសារនិន្នាការនយោបាយពីរផ្សេងគ្នានិងពីអសរោះមួយចំនួនយ៉ាងដូចនេះសវណ្ណថានិយាយថាចំពោះនេះខ្ញុំអត់ដែរប្រើប្រាស់ពាក្យជេរដល់យុវជនខ្មែរប្រើពាក្យអសរោះណាមួយទេសម្រាប់ថាយើងមានដែរជាខាងអ្នកគាំទ្រយុវជននេះគ្នាដែលគេគាំទ្រគណៈបកប្រជាជនចំពោះបងអូននៅក្នុងខមមិនក្នុងពេកទាំងអស់ការផ្ញើសារផ្សេងការប្រើប្រាស់ពាក្យអសរោះចំពោះបងប្អូនចាត់ទុកថាមិនបានតបឆ្លើយនឹងពួកគាត់ប៉ុន្តែស្ទុកចិត្តបង្ហាញសកម្មភាពអ្វីដែលបងធ្វើសប្តាហ៍ថ្ងៃឲ្យពួកគាត់បានឃើញខ្ញុំមិនជេរតបតឲ្យពួកគាត់យល់ពីព្រោះខ្ញុំមិនដាក់ពួកគាត់ទៅវិញទេតែពួកគាត់កំពុងតែស្ថិតនៅក្នុងពាក្យលងលក់កាត់មុខពីព្រោះពួកគាត់អត់បានដឹងអ្វីដែលសនៅខ្មែរដូច្នេះយើងជាយុវជនដែលបានដឹងរឿងទាំងនោះមានតែចែកចាយបន្តដល់ពួកគាត់រងចាំថ្ងៃណាមួយដែលគាត់វិលត្រឡប់ចូលរួមរួមសាមគ្គីទាំងអស់គ្នាបើមិនជាប្រើប្រាស់ពាក្យជេរពាក្យអសរោះនោះបែកបាក់សាមគ្គីហើយដូច្នេះនាងខ្ញុំក៏សូមអំពាវនាវយុវជនខ្មែរស្នេហាជាតិទាំងអស់គ្នាកុំប្រើប្រាស់ពាក្យអសរោះប្រើការណែនាំគ្នាការប្រើប្រាស់ពាក្យអ្វីដែលយើងគួរប្រើដើម្បីឲ្យយុវជនខ្មែរបានចូលរួមសង្គ្រោះជាតិយើងទាំងអស់គ្នាជាស្ត្រីដែលមានវ័យ18ឆ្នាំក្លាហាននិងមានប្រជាប្រិយភាពខ្លាំងគាំទ្រដោយអ្នកដែលមាននិន្នាការពីគណៈបក្សសង្គ្រោះជាតិនោះកញ្ញាសវណ្ណថាដែលរិះគន់រដ្ឋាភិបាលមិនថ្នមសម្ដីនិងនិយាយម៉ាត់នោះបានប្រែទឹកមុខមាំរបស់ខ្លួនមកនិយាយហាក់ដូចជាអៀនព្រានមួយរំពេចពេលសួររឿងតខ្លួនខ្ញុំអត់ដឹងផងខ្ញុំគាត់ថាបងប្អូនយុវជនខ្មែរពួកគាត់ស្រឡាញ់ខ្ញុំគាត់ស្រឡាញ់ដូចជាបងអូនស្រីដូចនៅក្នុង Facebook ពួកគាត់តែងតែប្រើ encouragement ហើយមានអ្នកខ្លះទេគាត់ថាគាត់គាំទ្រដូចបងស្រីដូច្នេះនេះគឺជាក្តីស្រឡាញ់ដែលពួកគាត់បានផ្ដល់ឲ្យខ្ញុំក្នុងនាមជាយុវជនជាខ្មែរដូចគ្នារូបសម្ផស្សជារូបខាងក្រៅវាសំខាន់ណាស់សម្រាប់ស្ត្រីទូទៅដោយបានលើកឡើងហើយថាគ្មានខ្សែហៅជាប់ជាមួយនឹងមន្ត្រីគណៈបក្សសង្គ្រោះជាតិនោះទេប៉ុន្តែទទួលបានការស្វាគមន៍ជាច្រើនពីមន្ត្រីគណៈបក្សសង្គ្រោះជាតិពីថ្នាក់លើដល់ថ្នាក់ក្រោមលោកស្រីមូសុខួរតំណាងរាជគណៈបក្សសង្គ្រោះជាតិជាយុវនារីចំនួនថ្មីចំនួនអ្នកស្នេហាដែលងើបមកនឹងការជិះចាប់ហើយដែលឃើញស្រីបានថាឃើញការជិះចាប់មិនមែនសម្រាប់តែឃើញស្រីតែម្នាក់ទេគឺសម្រាប់យុវជនជាពិសេសយុវនារីយើងហើយនឹងប្រជាពលរដ្ឋទាំងអស់ដែលទាមទារចង់បានលទ្ធិប្រជាធិបតេយ្យអ្វីដែលសវណ្ណថាបានធ្វើរហូតមកនេះគឺដោយភាពក្លាហានដែលមានការទទួលខុសត្រូវហើយចេញមកពីដួងចិត្តរបស់សវណ្ណថាដោយខ្លួនឯងហើយសវណ្ណថាគឺជាក្មេងដែលឯករាជ្យហើយមានប្រាជ្ញាវាវៃហើយជាក្មេងដែលទាន់នឹងសុភាពការនយោបាយនិងសូមជម្រាបសួរបងប្អូនប្រជាប្រដ្ឋខ្មែរនៅក្នុងស្រុកនិងក្រៅស្រុកជាពិសេសបងប្អូនកម្មការនីខ្មែរព្រះសង្ឃខ្មែរយុវជនខ្មែរអាជីវករខ្មែរទាំងក្នុងស្រុកនិងក្រៅស្រុកទាំងអស់គ្នាទៅដល់បងប្អូនដែលរងរបួសទាំងអស់គ្នាសូមអរគុណសូមជួយ like និង share វីដេអូនេះជាបន្តសូមអរគុណ